សួស្តីវិលមកកាន់វីដេអូថ្មីហើយនេះគឺជាវីដេអូដែលខ្ញុំបានថតវីដេអូប្លុកដែលយើងទំនេរពីការងារក្រៅហើយយើងទំនេរនៅផ្ទះក៏យើងមានពេលធ្វើការងារបែបចំការដែលយើងធ្វើចំការនៅក្នុងផ្ទះយើងបាទហើយនេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំបានថតបង្ហាញជូនប្រិយមិត្តដែលនិយមតាមដានមើល Facebook ហើយសកម្មភាពទាំងអស់ហ្នឹងគឺខ្ញុំបានថតយកកាត់ដែរមិនសូវជាក្បោះក្បាយប្រហែលទេហើយខ្ញុំក៏មានពេលទំនេរក៏ឆ្លៀតថតចែកជូនប្រិយមិត្តឲ្យបានឃើញចឹងទៅបាទហើយគឺជាសកម្មភាពដែលខ្ញុំបានដឹកអស់ឈើដែលដើមស្វាយយើងកាប់ចឹងយើងយកទៅផ្ទះហើយនេះគឺជាកន្លែងដេកចំការបាទហើយដូចជាបានឃើញចឹងបាទយើងមានសកម្មភាពបន្តទៀតដែលយើងបានថតផ្ដិតយកកន្លែងខ្លះហើយកន្លែងខ្លះក៏រៀងលឿនកន្លែងខ្លះក៏យើងខាវារៀងយឺតតាមនឹងទៅបាទហើយយើងក៏បានរកដាក់ឡាននេះចឹងទៅបាទសម្រាប់ដឹកទៅផ្ទះហើយយើងកាប់ដើមស្វាយកាប់អីដើម្បីធ្វើចំការដាំឯផ្សេងទៅបាទព្រោះដើមស្វាយហ្នឹងដួងស៊ីដល់ពេលចឹងវាជ្រុះស្រាប់ស្រួយហើយពេលចឹងយើងកាប់ដើមកាប់អីចឹងទៅដើម្បីយើងដាំដំណាំផ្សេងទៀតដូចជាព្រីងដូចជាអីចឹងទៅបាទហើយវីដេអូមានតែប៉ុណ្្នឹងទេបាទបើមានកន្លែងណាខុសឆ្គងសូមអធិស្ឋាននឹងអភ័យទោសផងបាទបាយបាយអ្នកទាំងអស់គ្នាសន្សំចិត្តព្រោះគិតថាអូនស្មោះចំពងស្នេហ៍ហេតុវ័យប្រែចិត្តស្មោះដល់ដែរត្រូវអូនបំភ្លៃគ្មានហេតុផលបន្តិចសងឃើញបងគ្មានដំឡៃស្រីទុករូបបងក្រៅកែភ្នែកអូរងជាស្ដាប់លឺមិនតន់ថ្លង់ភ្នែកទាំងគូឃើញទង្វើគ្រប់យ៉ាងតែពីការបេះដូងដែលអូនដើរបំពេញទាំងចិត្តបងនៅស្មងនេះជាស្នេហ៍ដែលអូនឲ្យបងចុងក្រោយសល់តែការឈឺចាប់